ច្រកទ្វារទៅកាន់នរោដែលឆេះមិនចេះរលត់អស់រយៈពេល50ឆ្នាំតើវាជាបាតុភូតធម្មជាតិឬជាលទ្ធផលនៃការពិសោធន៍សម្ងាត់ដែលទទួលបរាជ័យថ្ងៃនេះយើងនឹងទៅកាន់ប្រទេសទូមេនីស្តានដើម្បីស្វែងរកការពិតរណ្ដានេះមានឈ្មោះពិតថា Deva Zageskrita រឿងរ៉ាវបានចាប់ផ្ដើមនៅឆ្នាំ1971នៅពេលដែលក្រុមវិស្វករសូវៀតបានជីករោគៀប៉ុន្តែស្រាប់តែដីបានស្រុតចុះបង្កើតបានជារណ្ដៅយក្សដែលមានមុខកាត់ដល់ទៅ70ម៉ែត្រដោយសារតែខ្លាចហ្គាសពុលសាយភាយពួកគេក៏សម្រេចចិត្តអុជភ្លើងបំផ្លាញវាចោលដែលពួកគាត់ស្មានថាវានឹងរលត់ក្នុងរយៈពេលដ៏ខ្លីប៉ុន្តែអ្វីមិនដូចការគ្រោងទុកភ្លើងនេះបានឆេះបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះគឺលើសពី50ឆ្នាំទៅទៀតវាបានក្លាយទៅជាកន្លែងដែលក្តៅបំផុតនិងគួរឲ្យខ្លាចបំផុតនៅលើវិខ្សាច់ការឃុំសូម្បីតែសត្វល្អិតដែលហោះកាត់ក៏ត្រូវកម្ដៅនេះបានឆាប់ឆេះភ្លាមៗដែរនៅកាលពីឆ្នាំ2013អ្នករករងជនជាតិកាណាដាម្នាក់ឈ្មោះថា George Coronis ដើម្បីចុះទៅដល់ក្រោមនោះបានគាត់ត្រូវស្លៀកឈុតការពារកម្ដៅពិសេសនិងមានអុកស៊ីសែនជំនួយព្រោះសីតុណ្ហភាពនៅទីនោះអាចឡើងទៅដល់1000អង្សាសេសម្រាប់រណ្ដៅមួយនេះវាមិនមែនគ្រាន់តែជារន្ធតូចមួយទេប៉ុន្តែវាមានទំហំស្មើនឹងតារាងបាល់ទាត់ទាំងមូលរហូតមកដល់ពេលនេះរដ្ឋាភិបាលទូមេនីស្តាននៅតែព្យាយាមរកវិធីពន្លត់វាប៉ុន្តែវានៅតែឆេះហាក់ដូចជាចង់ប្រាប់ពិភពលោកថាអំណាចធម្មជាតិមិនងាយនឹងគ្រប់គ្រងឡើយចុះបងប្អូនវិញហ៊ានទៅលេងនៅទីនោះទេចាំជួយខមមិនប្រាប់ខ្ញុំផងសូមអរគុណ